សួស្តីបងប្អូនទាំងអស់គ្នាជួបគ្នាសាជាថ្មីជាមួយនឹងវីដេអូសម្រាយរឿងបាឡាំងស្ដេចដើរភាគទី35ម្នាក់ដែលនៅខាងមុខគេនេះក៏បាននិយាយពេលវេលាពិតជាដើរលឿនមែនខ្ញុំមិនបានទទួលនៅសំណាងល្អណាមួយទេមើលទៅគ្មានសង្ឃឹមនៅក្នុងការចូលចំណាត់ថ្នាក់ស្ដេចដើរឋានសួគ៌ទេម្នាក់ខាងក្រោយក៏បានថានេះគឺជាឱកាសល្អមួយសម្រាប់ឯងដែលអាចចូលរួមប្រកួតបានម្នាក់ពេលអាវលឿងក៏បានបន្ថែមមែនហើយលើពីនេះទៅទៀតនោះទេពកោសលទាំងអស់នោះដើមឡើយគឺស្ថិតនៅលើចំណាត់ថ្នាក់ស្ដេចដើរឋានសួគ៌ក៏កំពុងតែមានភាពប្រសើរឡើងផងដែរសម្រាប់ពួកយើងគឺមិនអាចទៅរួចនោះទេគេក៏បានតបបន្ទាប់ពីបេសកកម្មនៅក្នុងប្រាសាទនីមួយៗនេះរួចការប្រយុទ្ធដណ្ដើមតំណែងស្ដេចដើរឋានសួគ៌នឹងចាប់ផ្ដើមភ្លាមៗតើពួកឯងគិតថាចំណាត់ថ្នាក់ស្ដេចដើរឋានសួគ៌នឹងធ្វើការផ្លាស់ប្ដូរនៅពេលនោះទេម្នាក់ខាងក្រោយគេនឹងក៏បានថាច្បាស់ជាមានការផ្លាស់ប្ដូរប៉ុន្តែចំណាត់ថ្នាក់កំពូលទំនងនៅតែជាធូប៉ាយីយ៉ុងដដែលអាប៉ែអាវលឿងក៏បាននិយាយវាពិតជាគួរឲ្យធុញខ្ញុំគិតថានឹងមានមនុស្សម្នាក់ដែលមិននឹកស្មានដល់នឹងខ្លាយទៅជាចំណាត់ថ្នាក់កំពូលម្នាក់នោះក៏បានប្រាប់ឯងឈប់និយាយបែបហ្នឹងទៅពួកគេមកហើយស៊ីជីនឈွန်គ្រប់ក្រុងក៏បានធ្វើដំណើរមកដូចគ្នាលីខងក៏បានសួរទៅតើពួកឯងមិនអីទេឬនាងល្អិតក៏បានរត់ចូលមកកុំបារម្ភអីមានបងប្រុសអ៊ីប៉ៃនៅពួកយើងមានសុវត្ថិភាពទេនាងក៏បានដើរជុំវិញលីខងអាយ៉ាលបងលីកម្លាំងរបស់បងគឺបានកើនឡើងច្រើនហើយចូលរួមត្រេកអរផងលីខងក៏បានតបខ្ញុំពិតជាបានទទួលអ្វីមួយមែនប៉ុន្តែបើប្រៀបធៀបជាមួយនាងខ្ញុំគ្មានអ្វីទាំងអស់នាងល្អិតក៏បានតបតែខ្ញុំមានអ្វីលើសទៅបងប្រុសជាមួយនឹងបងស្រីទាំងពីរទើបទទួលបានច្រើនអ៊ីប៉ៃក៏បានថាឯងទទួលបានហើយបែរជាធ្វើខ្លួនដូចជាមិនបានខ្ញុំឆ្ងល់ថាតើដើរទេពនោះស្ថិតនៅក្នុងដៃរបស់ឯងដែរឬអត់តើវាជាសំណាងល្អឬក៏សំណាងអាក្រក់នាងល្អិតក៏បានតបខ្ញុំបានប្រាប់បងរួចទៅហើយថាខ្ញុំនឹងបកគលវាឲ្យបងវាគឺជាកំហុសរបស់បងដែលមិនចង់បានមេតបជាងអ្នកទាំងអស់គ្នានៅរយៈពេល3ថ្ងៃទៀតពួកយើងនឹងចាកចេញពីទីនេះខ្ញុំជឿថាអ្នកទាំងអស់គ្នាគឺទទួលបានអ្វីមួយពីប្រាសាទបុរាណនេះទទួលបាននៅរបស់ល្អមនុស្សជាច្រើនគឺបានឈានដល់កម្រិតស្រេចដៅរួចទៅហើយដូច្នេះយោងតាមការអនុវត្តកន្លងមកការប្រយុទ្ធដណ្ដើមចំណាត់ថ្នាក់ស្រេចដៅឋានសួគ៌និងចំណាត់ថ្នាក់បិសាចផែនដីត្រូវបានប្រព្រឹត្តទៅតាមអ្វីដែលបានគ្រោងទុកប៉ុន្តែអ្នកប្រយុទ្ធទាំងអស់ដែលជាប់កំពូលទាំង3នឹងទទួលបានរង្វាន់ពីរាជវង្សតាចាំអ្នកនេះក៏បានថាមិនអាចចូលរួមនៅក្នុងចំណាត់ថ្នាក់ស្រេចដៅឋានសួគ៌បានទេតោះសាឡបងក្នុងចំណាត់ថ្នាក់បិសាចផែនដីម្នាក់ប្រុសសក់មន់ជុលនេះក៏បានថាល្អណាស់ប្រសិនបើយើងជាប់ក្នុងកំពូលទាំង3នៃចំណាត់ថ្នាក់បិសាចផែនដីរង្វាន់ដែលទទួលបានក៏មិនអន់ដែរតាចាស់នេះក៏បានបន្ថែមបន្ទាប់មកពួកយើងទាំងអស់គ្នានឹងពឹងផ្អែកទៅលើសមត្ថភាពរបស់ខ្លួនឯងមេតបជាងខ្ញុំសូមប្រកាសឥឡូវនេះចំពោះការប្រយុទ្ធដណ្ដើមចំណាត់ថ្នាក់បិសាចផែនដីនឹងចាប់ផ្ដើមភ្លាមៗអ្នកទាំងអស់គ្នាអាចចូលរួមនៅក្នុងការប្រកួតនៅក្នុងតំបន់ដែលបានកំណត់ចំពោះការប្រកួតនេះគឺដោយសេរីតម្រូវការតែមួយគត់មិនត្រូវប្រយុទ្ធឲ្យស្លាប់នោះឡើយត្រូវតែបញ្ឈប់ភ្លាមតើយល់ដែរឬទេពួកគេក៏បានឆ្លើយយល់ហើយសំឡេងកងក៏បានបន្លឺឡើងពួកគេក៏បានរត់ចូលទៅលីខងក៏បាននិយាយខ្ញុំចង់ប្រកួតដណ្ដើមកៅអីក្នុងចំណាត់ថ្នាក់បិសាចផែនដីអ៊ីប៉ៃល្អពួកយើងនឹងទៅជាមួយនឹងឯងភ្លាមបរិមម្នាក់ក៏បានរត់ចូលទៅខ្ញុំអ្នកវឹកហាត់ដើរកម្រិតទី6យៀនថៃកាំងតើមាននរណាហ៊ានឡើងមកប្រយុទ្ធទេខ្ញុំទៅលីខងក៏បានរត់ចូលទៅធានកាំងក៏បានសួរឯងគឺជានរណាអ្នកវឹកហាត់ដើរកម្រិតទី6លីខងមិនដែលឮទេឯងគឺជាមនុស្សដែលគ្មានកេរ្តិ៍ឈ្មោះហ៊ានប្រយុទ្ធជាមួយនឹងខ្ញុំមែនទេលីខងក៏បានតបបានហើយខ្ញុំចៃអត់ប្រយោជន៍ទៅប្រយុទ្ធឬក៏មិនប្រយុទ្ធលីខងក៏បានកាប់មួយយុទ្ធសិលទៅថៃកាំងក៏បានបន្តតើឯងចង់យកឈ្នះខ្ញុំមែនទេគេក៏បានបញ្ចេញនូវស្នៀតដើររបស់គេហ្វុងហក់ធានចាន់ថាពលទាំងពីរក៏បានបន្ទប់គ្នាធ្វើឲ្យទីនោះឡើងប្រេះស្រាំលីខងក៏បានធ្វើចលនានៅពីក្រោយគេធ្វើឲ្យគេនោះគឺមិនហ៊ានកម្រើកទេដោយសារតែដើរនៅពីក្រោយខ្នងឯងចាញ់ហើយខ្ញុំចាញ់ហើយលីខងក៏បានបន្តកំពូលទាំង3នៅក្នុងចំណាត់ថ្នាក់3សាច់ផែនដីប្រកាសជាមានលីខងខ្ញុំតើមាននរណាហ៊ានឡើងប្រយុទ្ធទៀតដែរទេខ្ញុំហងប៉ាសុចិត្តឡើងប្រយុទ្ធគេក៏បានលត់ចូលទៅមិនបងអង្គយូពួកគេក៏បានធ្វើការប្រយុទ្ធគ្នាលីខងបានប្រើនៅកម្លាំងបន្ថែមរុញគេឲ្យទៅក្រោយវិញអ៊ីប៉ៃក៏បានថាលីខងពិតជាបានរីកចម្រើនច្រើនមែនព្រះនាងខ្ញុំក៏ចង់សាកល្បងរកកៅអីមួយដែរហើយទ្រង់ក៏បានដើរចូលទៅនាងល្អិតក៏បានស្រែកទៅចង់បងស្រីយីហោក៏បានថាទោះបីជាខ្ញុំទម្លាយដល់កម្រិតស្ដេចដៅមុនមីងយាក៏ដោយប៉ុន្តែដោយសារតែលក្ខណៈសម្បត្តិរបស់នាងដរាបណាផ្ដោតទៅលើការវឹកហាត់ខ្ញុំជឿថាមិនយូរប៉ុន្មានទេទ្រង់អាចតាមទាន់ខ្ញុំហើយថែមទាំងលើសខ្ញុំទៀតផងមែនហើយពួកនាងគឺជាអ្នកវិចិត្រស្រីដ៏អស្ចារ្យនាងក៏បានតបចានីប៉ៃខ្ញុំចង់សួរលោកមួយសំណួរតើលោកគិតថានរណាស្អាតជាងខ្ញុំឬក៏មីងយាអ៊ីប៉ៃឆ្លើយទាំងរដារដប់ពួកនាងសុទ្ធតែស្អាតដូចគ្នាអត់ទេលោកអាចជ្រើសបានតែមួយតែប៉ុណ្ណោះតើខ្ញុំមិនជ្រើសរើសបានទេប៉ុណ្ណាគឺមិនអាចនោះទេបើលោកមិននិយាយបន្តិចទៀតខ្ញុំឲ្យមីងយាមកសួរលោកអ៊ីប៉ៃក៏បានគិតបន្តិចមិនអីទេខ្ញុំគិតថាឆាវគឺស្អាតជាងគេនាងក៏បានសើចបន្តិចឆាវក៏បានថាបងប្រុសវាពិតជាអយុត្តិធម៌ណាស់តាមពិតបងយកខ្ញុំធ្វើជាខែលមេតបលៀងក៏បានប្រកាសចំណាត់ថ្នាក់នៃបញ្ជីបិសាចផែនដីនេះមានដូចជាមីងយាជាមួយនឹងលីខងក៏បានមកវិញអ៊ីប៉ៃក៏បានសួរមីងយាលីខងអបអរសាទរដល់អ្នកទាំងពីរដែលបានជាប់នៅក្នុងបញ្ជីចំណាត់ថ្នាក់បិសាចផែនដីក្នុងចំណាត់ថ្នាក់ទី2និងទី6យីហោក៏បានថាដូចគ្នាអបអរសាទរប៉ុន្តែកុំទាន់មានមោទនភាពពេកលើក្រោយត្រូវតែព្យាយាមអស់ពីសមត្ថភាពដើម្បីចូលទៅក្នុងចំណាត់ថ្នាក់ស្ដេចដើរឋានសួគ៌នាងល្អិតក៏បាននិយាយមែនហើយបងស្រីមីងយានិងបងប្រុសលីខងលើកនេះបងទាំងពីរធ្វើបានល្អណាស់បើប្រៀបធៀបទៅជាមួយនឹងអ្នកខ្លះដែលមិនបានជាប់ចំណាត់ថ្នាក់កំពូលទាំង10យ៉ាងណាក៏ដោយភាពក្អើកក្តោមនិងការគ្រប់គ្រងខ្លួនឯងគឺខ្លាំងជាងគេ100ដងលីអៅលឺសម្ដីនេះហើយក៏បានជ្រីងយ៉ាងខ្លាំងនាងក្មេង
ល្ងងខ្ញុំនឹងឲ្យមកឯងឲ្យដៃជាចំណែកលោកម្ចាស់តូចទ្រង់គឺជាព្រះនាងហើយស្រេចផ្កាយក៏នៅទីនេះដែរកុំបាត់បង់ការគ្រប់គ្រងអារម្មណ៍មិនហើយបងធំហើយអ្វីឆ្លោះជាមួយនឹងកូនក្មេងលីអៅនាងក្មេងល្ងងខ្ញុំនឹងគិតបញ្ជីជាមួយនឹងនាងនៅពេលដែលពូយើងត្រឡប់ទៅវិញមេតបជាងក៏បានធ្វើការបង្ការបន្តចំណាត់ថ្នាក់កម្ពុជាទាំង10នៃបញ្ជីបិសាចផែនដីត្រូវបានកំណត់រួចរាល់ហើយនៅព្រឹកស្អែកការបញ្ចុះដណ្ដើមចំណាត់ថ្នាក់ស្ដេចតាវឋានសួគ៌នឹងចាប់ផ្ដើមច្បាប់គឺដូចគ្នាទៅនឹងការប្រកួតចំណាត់ថ្នាក់បិសាចផែនដីអ្នកទាំងអស់គ្នាបំបីគ្នាទៅសម្រាប់ចោះយប់នេះជូនពរទាំងអស់គ្នានៅថ្ងៃស្អែកទទួលបានលទ្ធផលល្អថ្ងៃទី2ក៏បានមកដល់យីហួរយេស៊ីយីងតើឯងហ៊ានប្រកួតជាមួយនឹងខ្ញុំទេអ្នកនាងស៊ីងតើនាងប្រកាន់ទេដែលចង់ប្រយុទ្ធជាមួយនឹងខ្ញុំជាប់ចំណាត់ថ្នាក់ទី8នៅក្នុងបញ្ជីស្ដេចតាវឋានសួគ៌ខ្ញុំដឹងហើយដូច្នេះហើយទើបខ្ញុំចង់ប្រយុទ្ធជាមួយនឹងឯងពួកគេទាំងពីរក៏បានលុតចូលសង្វៀនស៊ីយីងយល់ព្រមដើម្បីបង្ហាញអំពីការគោរពត្រឡលោកម្ចាស់ស៊ីងខ្ញុំនឹងតឲ្យនាងមួយស្នៀតមុនដើម្បីកុំឲ្យពួកគេនោះនិយាយថាខ្ញុំនឹងធ្វើបាបអ្នកខ្សោយយីហោក៏បានតបមិនចាំបាច់នោះទេនាងក៏បានបញ្ចេញនូវយុទ្ធសាស្ត្ររបស់នាងចូលទៅវាយគេមួយដៃប៉ុន្តែស៊ីយីងក៏បានកិច្ចយីហោក៏បានបន្តនាងហ៊ានមើលស្រាលខ្ញុំផងខ្ញុំនឹងឲ្យនាងលះបង់តម្លៃនាងក៏បានបញ្ចេញនូវក្បួនថាពលរបស់នាងវាយប្រហារម្ដងទៀតស៊ីយីងក៏បានដកដៅធ្វើការទប់ទល់យើងកាត់មកមើលចៅឈិនវិញស៊ីជីនឈွန်ខ្ញុំប្រយុទ្ធជាមួយនឹងឯងតើឯងហ៊ានប្រយុទ្ធជាមួយនឹងខ្ញុំទេតើមានអ្វីត្រូវខ្លាចឯងទៅខ្ញុំគ្រាន់តែមិនចូលចិត្តខ្ជះខ្ជាយពេលវេលាបញ្ចប់រឿងនេះឲ្យបានឆាប់ទៅខ្ញុំនៅទៅប្រកួតជាមួយនឹងទូប៉ាយីយ៉ុងទៀតចៅឈិនក៏បានតបឯងគិតថាឯងនឹងសាកសមប្រយុទ្ធជាមួយនឹងទូប៉ាយីយ៉ុងមែនទេឯងគួរតែបោះបង់ចោលកៅអីទី2តាមសម្រួលទៅយើងក៏បានឃើញថាសាច់រឿងរបស់យើងក៏បានឈានដល់ទីបញ្ចប់ជាចុងក្រោយបើសិនជាមានពាក្យពេចន៍លើលូខ្វះខាតកន្លែងណាមួយក៏សូមបងប្អូនអធិស្ឋានជួបគ្នាពេលក្រោយ